សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមលើកយកនៅកម្រងវីដេអូខ្លះៗទាក់ទងនឹងការធ្វើគោឡើងភ្នំជួបជុំគ្នា4-5នាក់នៅផ្ទះរបស់នាងខ្ញុំណាអញ្ចឹងគឺមានខ្ទះមានចក្រានមានបន្លែប្លុកសាច់គោនិងសាច់ជ្រូកបងប្អូនជាសាច់គោយើងប្រឡាក់ជាមួយពងមាន់ខ្លះទៅហើយប្រឡាក់ជាមួយម្ទេសហយខ្លះទៅគឺសម្រាប់សាច់ប្រឡាក់ហ្នឹងហើយនឹងទឹកជ្រលក់ហ្នឹងគឺមិត្តភ័ក្តិរបស់ខ្ញុំគាត់ធ្វើគាត់ប្រសពប្រឡាក់ហើយនឹងប្រសពធ្វើទឹកជ្រលក់មានទឹកត្រីហើយនឹងទឹកតៅហ៊ូបងប្អូនទឹកត្រីកោះកុងអញ្ចឹងគឺគាត់ធ្វើឆ្ងាញ់ត្រូវជាតិគ្នាខ្លាំងមែនតើគាត់ថាគាត់ធ្វើតាមទម្លាប់ដូចគាត់ធ្វើនៅផ្ទះគាត់ប៉ុន្តែគឺត្រូវមាត់ខ្ញុំដែរអញ្ចឹងហើយសម្រាប់ថ្ងៃនេះគឺការជួបជុំបែបលក្ខណៈសមាជិក5នាក់បងប្អូនប៉ុន្តែរយៈពេលខ្លីដែរទេយើងក៏អត់មានជាតិអកុលអីដែរហើយដោយសារតែមូលហេតុគឺយើងអត់ដែលបានជួបជុំគ្នាសោះកម្រងការនឹងយូរយារណាស់មកហើយតែថ្ងៃនេះគឺឆ្លៀតចាហើយឆ្លៀតនឹងរងជួបជុំនៅខាងក្រៅប៉ុន្តែដោយសារតែមិត្តភ័ក្តិខ្លះគាត់ឃ្លានសាច់អាំងរបៀបក្តៅចឹងណាតែនៅនេះវាអត់មានស៊ុបឬក៏សាច់អាំងអីគឺពិបាករកគឺមានតែនៅឆ្ងាយអញ្ចឹងខ្ញុំក៏សម្រេចចិត្តទៅផ្សារហើយយើងshareលុយគ្នាដើម្បីទិញសាច់ឲ្យទិញបន្លែយកមកធ្វើត្មងទៅនេះយើងចាប់ផ្ដើមមកជុំគ្នាអីគឺខ្ញុំគ្រាន់តែហាន់សាច់ធ្វើបន្លែអីទុកចាំគាត់ទៅអញ្ចឹងពេលដែលគាត់មកដល់គឺយើងចាប់ផ្ដើមដាក់អាំងយកតែម្ដងបងប្អូនមើលតំណងឯងបងប្អូនចង់ញ៉ាំផ្សិតក៏ដាក់ផ្សិតទៅចង់ញ៉ាំសាច់គោក៏ដាក់សាច់គោទៅចង់ញ៉ាំសាច់ជ្រូកក៏ដាក់សាច់ជ្រូកទៅអញ្ចឹងសម្រាប់បងប្អូនដែលអាំងសាច់អញ្ចឹងខ្ញុំឲ្យបងប្អូនស្វែងរកប៊ឺណាដែលមានគុណភាពល្អហើយឈ្ងុយហើយវាអាំងទៅវាធ្វើឲ្យម្ហូបយើងឆ្ងាញ់វាអត់ខាសម្រាប់តកួនថ្ងៃនេះមិនមែនតកួនពណ៌សតកួនក្រហមអញ្ចឹងគឺខ្ញុំដកនៅផ្ទះខ្ញុំអត់បានទិញគេមកប៉ុន្តែវាឆ្ងាញ់បងប្អូនតកួនវាឆ្ងាញ់ដូចគ្នាវាចូលជាតិល្អហើយសម្រាប់សាច់មួយមុខនោះគឺប្រឡាក់មួយម្ទេសហុយសុតហើយមួយមុខនោះគឺយើងដាក់ជាមួយពងមាន់ចឹងយើងចាប់ផ្ដើមហើយបងប្អូនហុយក្តៅនេះចាប់ដើមឆ្អិនបដាយើងមានទឹកភេសជ្ជៈអីមកគឺឈៀខ្លាំងមែនតើយើងញ៉ាំទៅហើយមាំគ្នានិយាយគ្នាលេងសើចសប្បាយពីនេះពីនោះទៅប្រអាប់គ្នាចំអន់គ្នាតិចតួចទៅខ្យល់បក់មកលហៀកគឺថាចូលគ្នាខ្លាំងមែនតើណាបងប្អូនអញ្ចឹងការជួបជុំវាមិនចាំបាច់តែមានជាតិអាល់កុលឬក៏ជួបជុំអីដែលថាមានលុយច្រើនទិញហូបចាំជួបជុំឯងតិចតួចយើង share គ្នាគឺបានដូចគ្នាបងប្អូនសំខាន់ឲ្យតែយើងគិតថាចង់ជួបតែបើយើងអត់ចង់ជួបហ្នឹងវាមិនជួបទេបងប្អូនទោះបីណាត់រាប់ខែរាប់ឆ្នាំអីក៏ដោយមួយតលិចមួយតកើតណាអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូននេះកម្រងរូបភាពដាក់មកប៉ុស្តិ៍ឲ្យបងប្អូនមើលណាកុំឲ្យឆ្ងល់ថាឃើញតែដៃអ្នកអាំងអ្នកហូបអត់ដឹងណាគេខ្លះអញ្ចឹងសូមបញ្ចេញចា5នាក់នេះតែម្ដងអរគុណសូមអញ្ញាតគ្រប់ជម្រាបលាជួបនៅខ្ញុំនៅវីដេអូក្រោយបើសិនជាបងប្អូនចូលចិត្តសូមកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផង